ចាបងប្អូនអន្ទង់ចាអបសយងជ័យទឹកដោះគោរបស់យើងហ្នឹងគឺបានឆ្អិនរួចរាល់បងប្អូនចាជំរាបសួរក៏ដូចជាសួស្តីបងប្អូនទាំងអស់គ្នាជួបគ្នាជាមួយនឹងនាងខ្ញុំទៀតបងប្អូនហើយថ្ងៃនេះផងដែរបងប្អូនគឺយើងមានអន្ទង់ពីរក្បាលល្អមែនតើអញ្ចឹងខ្ញុំក៏គិតថានឹងដិតសយងជ័យចាបងប្អូនចាអញ្ចឹងបន្លែរបស់យើងគឺមានសយងជ័យក៏ដូចជាគ្រឿងរបស់យើងគឺមានកូនលក្រីរំដេងក៏ដូចជាស្លឹកក្រូចសើចរបស់យើងបងប្អូនហើយខ្ញុំនៅមានបន្លែតកួនបន្តិចទៀតចាតែខ្ញុំអត់បានដាក់ចូលទេអញ្ចឹងចង់ដឹងថាថ្ងៃហ្នឹងខ្ញុំធ្វើចាអបអន្ទង់របស់យើងហ្នឹងចាធ្វើមិនខ្លះសម្រាប់បងប្អូនដែលចូលចិត្តចាពិសាអន្ទង់ណាអាចធ្វើការមើលវីដេអូនេះបានដើម្បីយកទៅសាក់លបងធ្វើងាយហើយមានរសជាតិឆ្ងាញ់អត់ឆ្អាបហើយអត់នេះទៀតបងប្អូនចាអញ្ចឹងចង់ដឹងថាវីដេអូនេះគឺខ្ញុំធ្វើអបយ៉ាងម៉េចខ្លះតោះអញ្ចឹងទៅទស្សនាវីដេអូទាំងអស់គ្នាចាអញ្ចឹងបងប្អូនសម្រាប់អន្ទង់នេះគឺខ្ញុំបានធ្វើការសម្អាតរួចរាល់ហើយបងប្អូនយើងដុសផេះណាអញ្ចឹងវិធីសម្អាតអន្ទង់មានច្រើនតែសម្រាប់គ្រួសារខ្ញុំគឺធ្វើការរូបមួយផេះគឺស្អាតខ្លាំងមែនទែនគឺអត់មានតាយទេបងប្អូនឥឡូវនេះគឺខ្ញុំចាប់តាមកាត់អន្ទង់ជាកង់សិនណាបងប្អូនចាកាត់ចាឥឡូវបងប្អូនអន្ទង់យើងគឺកាត់រួចរាល់ហើយខ្ញុំចាប់ផ្ដើមចាប្រឡាក់គ្រឿងណាចាឥឡូវយើងដាក់គ្រឿងចូលហើយនេះគឺអន្ទង់របស់យើងណាចាឥឡូវយើងដាក់ប្រេងខ្យងបងប្អូនប្រឡាក់គ្រឿងល្មមសិនទៅឡំទៅចាបើមានរ៉ូឌីដាក់រ៉ូឌីក៏បានដែរចានេះប៊ីចេងអំបិលចាឥឡូវយើងចាប់ផ្ដើមច្បល់អន្ទង់យើងសិនណាបងប្អូនដើម្បីឲ្យវាចូលជាតិល្អចាយើងប្រឡាក់វាឲ្យចូលជាតិសិនចាបងប្អូនក្រោយពីប្រឡាក់អន្ទង់របស់យើងហើយឥឡូវខ្ញុំមករៀបចាបន្លែបាក់ទ្រាប់បាតវាចាយើងកាត់វាឲ្យល្មមទៅដាក់បានជាចាបងប្អូនឥឡូវនេះខ្ញុំរៀបសយងចេញហើយខ្ញុំប្រើប្រេងឆាខ្លាញ់ជ្រូកបងប្អូនបើបងប្អូនមានប្រេងឆាប្រើប្រេងឆាតែខ្ញុំប្រើខ្លាញ់ជ្រូកអញ្ចឹងតែខ្ញុំប្រើខ្លាញ់ជ្រូកខ្ញុំដាក់ខ្លាញ់ជ្រូកកុំឲ្យឆេបបានណាចាដាក់វាច្រើនល្មមទៅដូចយើងដុតមុនដែរចាវារាល់ហើយចាបងប្អូនឥឡូវនេះអន្ទង់យើងអប់រួចរាល់ហើយឥឡូវយើងចាប់ផ្ដើមរៀបតម្រៀបចូលម្ដងទៀតណាដើម្បីយកទៅអប់នៅលើឆ្ក្រានឈុងដែលយើងបានប្រកាត់រួចចាឥឡូវយើងដាក់ចូលមកដាក់ទាំងគ្រឿងឬជាតែនៅសល់នេះយើងដាក់ចូលតែម្ដងណាចាឥឡូវយើងធ្វើរួចរាល់បងប្អូនដាក់យកទៅលើចក្រានម្ដងណាចាំខ្ញុំប្រើឆ្លាមខ្ជុងបងប្អូនថ្ងៃហ្នឹងតើបងប្អូនឥឡូវទុំយើងកំពុងតែអប់លើចក្រានហើយខ្ញុំចាប់ផ្ដើមមកធ្វើចាមកធ្វើទឹកជ្រលក់ចាឥឡូវយើងចាប់ផ្ដើមសំគ្រឿងឲ្យហើយទៅចេញ
ស្ករអំបិលវាចេញយើងត្រៃណាបងប្អូននិយាយទៅគ្រឿងនេះរបស់យើងហ្នឹងគឺស្ករយ៉ាងផ្អែមតិចបងប្អូនប្រហែល10ទៀតកន្លះចាហើយអំបិលគឺខ្ញុំដាក់កាន់តិចទេដោយសារយើងត្រូវដាក់ទឹកត្រីដែរណាចាកាន់ទឹកត្រីតិចណាបងប្អូនចាបងប្អូនឥឡូវនេះយើងអត់ចូលទុក20នាទីហើយគឺទុករបស់យើងក៏ឆ្អិនល្អដែរឥឡូវខ្ញុំទៅថែមទឹកដោះគោស្រស់បន្តិចណាបងប្អូនចាហើយឥឡូវនេះយើងអប់បន្តិចទៀតគឺយើងដាក់ទឹកគួនណាទឹកគួនរបស់យើងហ្នឹងស្អាតហើយយើងដាក់ចូលតែម្ដងដើម្បីបានបន្លែញ៉ាំច្រើនឥឡូវយើងអប់10នាទីទៀតគឺឆ្អិនទេបងប្អូនឥឡូវក្រោបសិនចាបងប្អូនឥឡូវនេះចាគឺទឹកគួនរបស់យើងគឺឆ្អិនហើយឥឡូវយើងចាប់ផ្ដើមចាដួសដាក់ចានសោះតែម្ដងណាធំក្លិនឈ្ងុយមែនតើបងប្អូនជាមួយនឹងគ្រឿងសក្រូចសក្រីហូរសាច់តុងយើងឡើងទុនតែម្ដងណាទុនខ្លាំងណាគាត់តែយកស្ព្រាមកដុសចាប់អានេះអាចបែកណាចាបងប្អូនអន្ទង់ចាអបសយងជ័យទឹកដោះគោរបស់យើងហ្នឹងគឺបានឆ្អិនរួចរាល់បងប្អូនគឺសាច់ទុនផ្អែមឆ្ងាញ់មែនតើចាអញ្ចឹងមុខម្ហូបរបស់យើងថ្ងៃនេះគឺរួចរាល់ហើយបងប្អូនយើងប្រើជាមួយនឹងទឹកជ្រលក់ខ្ញុំប្រើជាមួយនឹងទឹកត្រីបុកបងប្អូនគឺរសជាតិកាត់គ្នាឆ្ងាញ់ខ្លាំងមែនតើបងប្អូនចូលចិត្តទឹកជ្រលក់អីផ្សេងក៏អាចធ្វើញ៉ាំបានដែរតែបើខ្ញុំចូលចិត្តប៊ីបទឹកត្រីបុកអញ្ចឹងណាចាអញ្ចឹងសម្រាប់វីដេអូចាអន្ទង់អប់របស់យើងថ្ងៃនេះគឺមានតែប៉ុណ្្នឹងឯងបងប្អូនអរគុណច្រើនមែនតើសម្រាប់ការទស្សនាវីដេអូរបស់នេះខ្ញុំកន្លងមើលអញ្ចឹងចាំជួបគ្នាជាមួយនឹងคลิปវីដេអូក្រោយៗរបស់នេះខ្ញុំទៀតណាអរគុណច្រើនជម្រាបលាបងប្អូន